អំពីការប្រឡងចូល IFL អូខេក្នុងនាមខ្ញុំជាអតីតសិស្ស IFL ម្នាក់ខ្ញុំបានសូមជូនជា tip ចំនួន3សម្រាប់candidate ក្នុងពេលឆ្នាំ2025នេះសម្រាប់ការប្រឡងខាងមុខទី1ពាក់ព័ន្ធទៅនឹងscheduling for learning hours អញ្ចឹងមុនពេលដែលយើងទៅប្រឡងមានរយៈពេលដូចថា6សប្តាហ៍អូខេឬក៏មួយខែកន្លះអញ្ចឹងយើងត្រូវរៀបការវិភាគរៀនឲ្យបានច្បាស់លាស់មកដោយសារនៅក្នុងការប្រឡងយើងដឹងហើយមាន3 section មែនទេមាន vocabulary grammar ហើយ reading អញ្ចឹងខ្ញុំពិតជា recommend ឲ្យប្រើ2សប្តាហ៍សម្រាប់រៀន vocabulary 2សប្តាហ៍រៀន grammar និង2សប្តាហ៍សម្រាប់រៀន reading អញ្ចឹងការរៀននឹងស្វ័យសិក្សាហ្នឹងតើយើងអាចរៀនធ្វើម៉េចទៅឲ្យមានសក្តានុពលខ្ញុំ suggest ឲ្យ all candidate ទៅ IFL ផ្ទាល់ដើម្បីជាវសភៅវិញ្ញាសាស្ត្រចាស់ៗដែលគេធ្លាប់ចេញតាំងពីដើមមកដើម្បីយកមករៀនធ្វើឲ្យផ្ទៀងមើល answer key ហើយការឆ្ងល់ទាំងឡាយណាពាក់ព័ន្ធទៅនឹង vocabulary ឬ grammar យើងគួរតែ search មើលបន្ថែមតាមរយៈ AI ក៏បានដែរព្រោះសម័យនេះហើយយើងសួរ AI ឬក៏ internet ដូចជា Google YouTube ជាដើមសម្រាប់ជា information សម្រាប់យើងបាទហើយមួយទៀតបើសិនជាយើងចង់ឲ្យច្បាស់ដូចជា vocabulary ព្យាយាមមើលឲ្យបានច្រើនព្យាយាមមើល synonym ព្រោះនៅក្នុង section 1ហ្នឹង vocabulary ហ្នឹងគេតេស្ត synonym របស់យើងតែយើងអាច vocabulary range របស់យើងហ្នឹងចេះបានច្រើនប៉ុណ្ណាអញ្ចឹងខ្ញុំចាំ synonym ឲ្យបានច្រើនដើម្បីពេលប្រឡងយើងអាចធ្វើបានល្អtip ទី2ខ្ញុំសូមជូនពាក់ព័ន្ធទៅនឹង guessing skill ការទាយហ្នឹងគឺជាសំខាន់មែនទែនប៉ុន្តែយើងទាយធ្វើម៉េចឲ្យវាមានអាភាពត្រឹមត្រូវឲ្យបានមានភាគរយខ្ពស់ធម្មតានៅក្នុងមួយសំណួរមាន4 option មែនទេមាន4 options អញ្ចឹងយើងអាចមើលទៅតើ option 1ឬ2ណាដែលមានភាគរយត្រូវតិចជាយើង eliminate ម្ដងមួយតអស់អញ្ចឹងបើមាន answer 4អញ្ចឹងយើងគួរតែ select មើលថាតើមួយណាឬក៏2ណាដែលវាអាចត្រូវភាគរយច្រើនអញ្ចឹងយើងងាយស្រួលក្នុងការរើសមែនទែនបាទ tip ទី3ពាក់ព័ន្ធទៅនឹង section ដែលយើងគួរធ្វើដោយសារយើងមាន3 section ក្នុងការប្រឡងតើយើងគួរធ្វើមួយណាមុនបើតាមបទពិសោធន៍ខ្ញុំពិតជា encourage ឲ្យអ្នកទាំងអស់គ្នាគួរតែធ្វើទៅលើ reading មុនហេតុផលអ្វីពីព្រោះថាពេលយើងចូលប្រឡងដំបូងខួរក្បាលយើងកំពុងតែនៅ fresh ល្អអត់ទាន់មានព័ត៌មានច្រើនចូលទេអញ្ចឹងបើយើងចូលទៅដំបូងយើងធ្វើ reading ខ្ញុំគិតថាល្អដោយសារយើងអាចអាន passage បានច្បាស់លាស់ហើយយល់ពី main idea របស់គេក៏ដូចជាអាច skim ឬក៏ scam រក អាច skim ឬក៏ scan យក information បានល្អហើយត្រឹមត្រូវហើយបន្ទាប់មក vocabulary និង grammar ខ្ញុំគិតថាយើងអាចចែកបន្តិចលើវាទេសរុបមកខ្ញុំមាន tip 3ប៉ុណ្ណឹងប៉ុន្តែខ្ញុំសូមជូនជា message 2ទៀតទី1នៅក្នុងពេលប្រឡងព្យាយាមកុំមានអារម្មណ៍ភ័យខ្លាចអីតាមសម្រួល chill out ហើយគួរតែមានដបទឹកមួយដើម្បីពេលយើងមានអារម្មណ៍ថាភ័យខ្លាចអីភ័យពេលប្រឡងអញ្ចឹងណាយើងអាចញ៉ាំទឹកទៅក៏អាចនឹកឃើញគំនិតថ្មីបន្ថែមទៀតផងដែរហើយមួយទៀតគឺ practice makes perfect ព្យាយាម practice ឲ្យបានច្រើនមុនពេលប្រឡងព្រោះការប្រឡងនេះពិតជាសំខាន់ហើយដោយសារមានបេក្ខជនច្រើនដូច្នេះដោយរៀង challenge ជាងបន្តិចខ្ញុំព្យាយាមខ្ញុំជូនពរអ្នកទាំងអស់គ្នាឲ្យជោគជ័យហើយសូមបានអ្នកទាំងអស់គ្នាខ្ញុំមានប៉ុណ្ណឹងសូមអរគុណ